ប្អូនស្ដាប់ Look me in the eye. I never made it, but I know what it takes. I'm motivated by a mix of emotion. Got my statement. បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង YouTube ទៀតហើយថ្ងៃនេះ YouTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបយកបទចម្រៀងយកមកវា generate សរសេរខ្លួនឯងដោយយើងមិនចាំបាច់សរសេរទេដាក់នៅក្នុង TikTok ឬក៏ CapCut បងប្អូនទាំងអស់គ្នាហើយយើងគ្រាន់តែប្រើ CapCut ឲ្យសរសេរឲ្យយើងអូខេឥឡូវខ្ញុំចូលទៅក្នុង CapCut ដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាថាឧទាហរណ៍ខ្ញុំធ្វើបទនេះមួយចុះខ្ញុំធ្វើបែបនេះបាទគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងខ្ញុំអត់ហ៊ានបើកសំឡេងយូរទេខ្ញុំខ្លាចចុក copy ហើយអញ្ចឹងខ្ញុំលក្ខណៈយើងធ្វើបែបហ្នឹងហើយអក្សរទាំងអស់ហ្នឹងគឺយើងមិនបាច់សរសេរទេគ្រាន់តែយើងយកសំឡេងបទចម្រៀងយកវា generate ខ្លួនឯងដើម្បីធ្វើជាបទចម្រៀងឲ្យយើងបាទជាវីដេអូលក្ខណៈបែបហ្នឹងអូខេឥឡូវយើងចូលទៅក្នុងTikTok មកដើម្បីទៅស្វែងរកបទចម្រៀងមួយឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយកបទចម្រៀងមួយនេះចុះបាទអញ្ចឹងខ្ញុំយកបទចម្រៀងមួយហ្នឹងដើម្បីឲ្យវា generate ចេញជាសរសេរអក្សរឲ្យយើងបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចុច download បទចម្រៀងហ្នឹងមួយមកបាទយើងយក save វីដេអូហ្នឹងអូខេបាទឥឡូវខ្ញុំ save វីដេអូហ្នឹងយកដើម្បីយកទៅដាក់យកយើងយកតែសំឡេងរបស់វាទេពេលយើងយកដាក់ CapCut ហើយយើងយកសំឡេងហ្នឹងឲ្យវាឲ្យ CapCut សរសេរជាអក្សរយើងដើម្បីយកមកដាក់លើវីដេអូរបស់យើងឬក៏ធ្វើជា green screen ឬក៏ធ្វើអីផ្សេងៗតាមតម្រូវការរបស់យើងចឹងទៅបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងចាំមួយផ្លែសិនទៅព្រោះវាកំពុងតែ download ហើយ internet វារៀងយឺតចឹងដែរបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube របស់ខ្ញុំបាទអូខេឥឡូវវីដេអូរបស់យើងបាន download ពេញឥឡូវហើយបងប្អូនទាំងអស់គ្នាឥឡូវវាពេញហើយអញ្ចឹងយើងចេញមកយើងចូលទៅក្នុង CapCut របស់យើងបាទអញ្ចឹងយើងចូលទៅក្នុង CapCut របស់យើងបាទយើងចុចចូលទៅកន្លែង edit នេះមកបងប្អូនទាំងអស់គ្នាបាទយើងចូលទៅកន្លែង edit បន្ទាប់ពីចូលកន្លែង edit ហើយបងប្អូនឃើញពាក្យថា new project បងប្អូនទាំងអស់គ្នាយើងចុចទៅលើវាមកបន្ទាប់មកបងប្អូនចង់យកមួយណាយកដាក់លើរូបភាពមួយណាឧទាហរណ៍ថាខ្ញុំយកដាក់រូបភាពលើរូបភាពមួយនេះចុះបាទខ្ញុំយករូបភាពមួយហ្នឹងហើយបន្ទាប់មកបងប្អូនចុចយកវីដេអូមួយហ្នឹងឲ្យហើយមកដាក់ជាប់គ្នាហើយមកនេះវីដេអូខ្ញុំចុចជាប់គ្នាមកតោះមកបងប្អូនយក add អញ្ចឹងនេះជារូបថតរបស់យើងយកមិញហ្នឹងហើយនឹងវីដេអូដែលយើងយកមិញហ្នឹងគឺវាជាប់គ្នាអញ្ចឹងយើងចង់យកតែសំឡេងរបស់វាទេបងប្អូនទាំងអស់គ្នាយើងយកតែសំឡេងយើងអត់យកវីដេអូហ្នឹងទេយើងនឹងលុបចោលវិញអញ្ចឹងយើងចុចនៅលើវីដេអូហ្នឹងមកបន្ទាប់មកបងប្អូនអូសយកមកខាងគៀនទាំងអស់បាទយកមកខាងគៀនមកបាទបន្ទាប់មកបងប្អូនយកពាក្យមួយនេះបងប្អូនទាំងអស់គ្នាបាទយើងយកពាក្យមួយនេះមកយើងចុចទៅលើពាក្យហ្នឹងមកបាទបន្ទាប់មកវានឹងយកសំឡេងឲ្យយើងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងចុចលើវីដេអូនេះហើយយើងយកពាក្យថា delete លុបពីចោលហើយយើងចុចពីលើវីដេអូនឹងសំឡេងនេះទាញវាមកដល់គៀនមកបាទអញ្ចឹងយើងលុបកតុយ CapCut នេះចោលហើយយើងចុចនៅលើបាទលើរូបភាពរបស់យើងនេះមកហើយយើងអូសវាមកដល់គៀនមកឲ្យដល់ចុងបទចម្រៀងរបស់យើងមកបាទអូខេយើងយកប៉ុណ្ណឹងនេះដាក់ដល់ចុងចេះមកបាទឥឡូវយើងយកមកដល់ចឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចុចនៅលើកន្លែងសំឡេងនេះវិញមកបាទហើយបងប្អូនចុចលើកន្លែងសំឡេងហើយបងប្អូនចុចនៅកន្លែងគៀននេះចេញមកវិញមកចេញមកចុចទៀតមកបងប្អូនទាំងអស់គ្នាចុចលើនេះទៀតបន្ទាប់មកបងប្អូនឃើញហើយកន្លែងនេះបាទនេះកន្លែង caption បងប្អូនចុចលើកន្លែង caption នេះមកបន្ទាប់បងប្អូនចុចកន្លែងចឹងហើយបងប្អូនឃើញហើយនេះគេដាក់នេះគេដាក់ spoken language ចឹងបងប្អូនយកកន្លែងនេះវាជាភាសាអង់គ្លេសស្រាប់ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចុច style បងប្អូនទាំងអស់គ្នាចុចទៅលើនេះមកដើម្បីរើសយក style អក្សរបាទអញ្ចឹងយើងយក style អក្សរមួយណាអញ្ចឹងសម្រាប់ខ្ញុំយក style មួយនេះចាស់យើងចុចទៅលើវាមកបាទតោះមកបងប្អូនយកពាក្យថា generate អញ្ចឹងបងប្អូននឹងរងចាំមួយផ្លែទៅវាកំពុងតែ generate ជាសំឡេងហ្នឹងឲ្យទៅជាអក្សរទៅស្ថិតនៅលើវីដេអូរបស់យើងតែម្ដងបងប្អូនទាំងអស់គ្នាបាទយើងរងចាំមកអូខេឥឡូវយើងបរិយាអក្សររបស់យើងបន្តិចមកបាទអូខេបាទឥឡូវខ្ញុំបរិយាអក្សរនឹងបន្តិចបាទអញ្ចឹងឥឡូវខ្ញុំនឹងចាក់ឲ្យបងប្អូនស្ដាប់ Look me in the eye. ឃើញបងប្អូនទាំងអស់គ្នា
បាទគឺវានឹងដាក់សំឡេងឲ្យយើងតែម្ដងបទចម្រៀងហ្នឹងទាំងសំឡេងទាំងអីគឺនៅលើនឹងតែម្ដងអញ្ចឹងបងប្អូនចង់ដូរបទចម្រៀងចង់ style បងប្អូនចុចពីលើចេះមកបងប្អូនចង់ដូរ style អក្សរមិនក៏បានដែរចុចគៀននេះមកបងប្អូនចង់ដូរ font ដូរអីបានអស់នេះកន្លែង font អក្សរបងប្អូនចង់បាន font អក្សរបែបម៉េចបាទចង់ font អក្សរ style អក្សរបែបម៉េចក៏ដោយបងប្អូនអាចចុចលើនឹងមកវានឹងដូរឲ្យបងប្អូនហើយបាទឃើញទេបាទអញ្ចឹងឧទាហរណ៍បងប្អូនចង់ដូរ style អក្សរ style ពណ៌អក្សរ effect អីមិនក៏ដោយបងប្អូនអាចដូរបានទាំងអស់នេះ style បាទសម្រាប់ពួក pro នេះគឺបងប្អូនទាំងអស់គ្នាដល់តែ channel របស់បងប្អូនបាទ CapCut របស់បងប្អូនគឺ CapCut Pro បងប្អូនចំណាយលុយទិញជាខែអញ្ចឹងទៅអាចប្រើបានអញ្ចឹងពួកនេះជា free ពួកដែលយើងអត់នេះបងប្អូនចង់ប្រើដាក់ style ដាក់អីបានទាំងអស់បងប្អូនទាំងអស់គ្នាបាទយើងដាក់ style ចង់ប្រើ mode អីអញ្ចឹងទៅអញ្ចឹងបងប្អូនអាចដូរបានច្រើនទៀតនៅកន្លែង template នេះគឺអក្សរដែលយើងចង់ដូរ style អក្សរ style អីតាមបងប្អូនតម្រូវការរបស់បងប្អូនអញ្ចឹងណាបងប្អូនចង់បាន style mode មិនអីអញ្ចឹងទៅនេះចុចមកបាទជាងយើងប្រូមកសវាមកអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងតាមនឹងបានបងប្អូនទាំងអស់គ្នាបាទបងប្អូនអាចសាកមើលបានអញ្ចឹងខ្ញុំអត់ហ៊ានបើកសំឡេងឆ្ងាយទេខ្ញុំបើកសំឡេងយូរខ្លាចជាប់ copyright អញ្ចឹងបងប្អូនអាចមើលខ្ញុំនឹងកិលឲ្យបងប្អូនមើលអញ្ចឹងឥឡូវយើងចង់ដូរ style អក្សរទៀតមកយើងមើល style អក្សរហ្នឹង font អក្សរហ្នឹងវាអត់តំណងទេអញ្ចឹងយើងដូរ font អក្សរ style ដែលយើងគិតថាតំណងបាទនេះក៏តំណងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងយើងដូរពណ៌មកបាទយើងដូរពណ៌ font អក្សរ style អីវិញមកអូខេអញ្ចឹងពេលយើងដាក់មកយើងចង់ដាក់មកក្រោម bridge អីស្រេចបងប្អូនឃើញទេនេះបាទអញ្ចឹងសូមបញ្ជាក់ខ្ញុំអត់ហ៊ានបើកសំឡេងខ្លាំងទេខ្ញុំអត់បានបើកសំឡេងទេព្រោះបើកសំឡេងទៅយូរតិចខ្លាចជាប់ copyright បងប្អូនទាំងអស់គ្នាអត់ហ៊ានប្រើសំឡេងទេអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើចឹងហើយបងគិតថាបងប្អូនយកប៉ុណ្្នឹងចោះអញ្ចឹងបងប្អូនចុចកន្លែង back នេះចេញមកវិញមកហើយនៅលើវីដេអូនេះបាទយើងចុចនៅលើរូបភាពនេះមកយើងចង់ដាក់ effect អីគេយើងចុចនៅកន្លែង effect នេះកន្លែងរូបផ្កាយនេះអញ្ចឹងបងប្អូនយកពាក្យថា video effect អញ្ចឹងបងប្អូនអាចទៅប្រើបទចម្រៀងប្រើ style អីផ្សេងៗឲ្យវាញាក់ឬវា load អីនៅលើវីដេអូរបស់បងប្អូនមកបាទសម្រាប់ខ្ញុំយកនៅលើវីដេអូនេះបាទយើងយកមួយណា free ក៏បានដែរសម្រាប់បងប្អូនដែលថាគាត់អត់បានមាន channel pro ជាងយើងចុចលើវីដេអូនេះមកគឺឬអីចឹងណាបាទអូខេឥឡូវយើងយកកន្លែងមើលកន្លែងណាដែលថាអត់មាន pro ងាយស្រួលនឹងបងប្អូនទាំងអស់គ្នាប្រើតែសម្រាប់របស់ខ្ញុំគឺខ្ញុំប្រើ pro ទេវាស្រួលទេបងប្អូនទាំងអស់គ្នាបាទនេះគ្រាន់តែខ្ញុំបង្ហាញបងប្អូនតែថា channel CapCut របស់បងប្អូនអត់ប្រើ CapCut Pro ជាងបងប្អូនទាំងអស់គ្នានឹងពិបាកនឹងរករបស់ប្រើបន្តិចពីព្រោះវាឆាតគឺប្រើ Pro ទាំងអស់បងប្អូនទាំងអស់គ្នានៅក្នុងហ្នឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងមើលបាននៅក្នុងនេះអញ្ចឹងសម្រាប់របស់ខ្ញុំឥឡូវខ្ញុំរដាក់ញាក់តិចៗក៏បានយើងដាក់ជួយចឹងក៏បានឃើញទេអូខេដាក់លើនេះក៏បានដែរញាក់ចេះវាញាក់ចេះស្អាតអញ្ចឹងបន្ទាប់ពីបងប្អូនគិតថាបងប្អូនស្រឡាញ់មួយហ្នឹងហើយបងប្អូនយក tag មកហើយបាទយើងមើលរបស់យើងផុតដល់ក្រោយហើយបាទហេបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមិនបាច់ពិបាកទៅសរសេរអក្សរអីថែមទៀតទេគ្រាន់តែបងប្អូនធ្វើអញ្ចឹងទៅគឺវានឹង generate ឲ្យបងប្អូនទាំងអស់គ្នាបានតែម្ដងហើយបងប្អូនទាំងអស់គ្នាចង់ export វាចេញមកខាងក្រៅមកបាទនេះអត់យើងយកមកចេះមកតែសម្រាប់បងប្អូនទំហំមេធំមួយវិញបងប្អូនអាចយកចេះបានបាទយកដល់នេះអញ្ចឹងបងប្អូនយក export ចេញមកខាងក្រៅមកអញ្ចឹងនៅកន្លែងនេះវាមាន2ដែរនៅកន្លែងនេះបើសិនជា CapCut របស់បងប្អូនអនុញ្ញាតឲ្យបើកធ្វើ template តែខ្លួនឯងឲ្យដូចខ្ញុំអញ្ចឹង template ខ្ញុំអាចបង្កើតជា template បានហើយអញ្ចឹងបងប្អូនចង់ផុស template ឲ្យហើយចាំយកទៅផុសនៅក្នុង TikTok ក៏បានគឺបងប្អូនចង់ download ចូលនៅក្នុង device បងប្អូនក៏បានដែរបងប្អូនទាំងអស់គ្នាបាទវាងាយស្រួលទេសម្រាប់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលថាចង់ save ចូលក្នុង device គ្រាន់យើងចុច save មកជាការស្រេចប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាវាអត់មានពិបាកទេបាទហើយវីដេអូរបស់យើងក៏បានបញ្ចប់ប៉ុណ្្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែទស្សនាវីដេអូរបស់ខ្ញុំមួយនេះបើសិនជាអត់យល់ឬក៏អីអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានបាទហើយបើសិនជាបងប្អូនទាំងអស់គ្នាបានមើលហើយកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube របស់ខ្ញុំបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ I never made it, but I know